ក្មេងស្រីម្នាក់ឈ្មោះយូរងនៅថ្ងៃនោះនាងបានកំងមន់បំពងមួយកញ្ចប់ប៉ុន្តែនៅពេលដែលនាងបើកទ្វារដើម្បីទទួលអាហារនាងបានកត់សម្គាល់ឃើញថាអ្នកដឹកជញ្ជូនរូបនេះមានរូបរាងសាំភ្នែកខ្លាំងណាស់នាងបានប្រយ័ត្នត្រឡប់ទៅក្នុងបន្ទប់វិញដើម្បីទាញយករូបថតចាស់ៗមកផ្ទៀងផ្ទាត់ហើយក៏បានដឹងថាអ្នកដែលនៅពីមុខនោះគឺជាដាសានមិត្តរួមថ្នាក់ការពីវិទ្យាល័យរបស់នាងចង់អញ្ជើញដាសានឲ្យចូលទៅក្នុងផ្ទះដើម្បីនិយាយលេងប៉ុន្តែដាសានត្រូវប្រញាប់ទៅដឹកជញ្ជូនអាហារឲ្យអតិថិជនផ្សេងទៀតបន្ទាប់ពីសាកសួរសុខទុក្ខគ្នាបន្តិចបន្តួចគេក៏បានចាក់ចិនទៅយ៉ាងលឿនយូរងដែលនៅម្នាក់ឯងក្នុងបន្ទប់កាន់តែគិតកាន់តែមានអារម្មណ៍ថាសោកស្ដាយទោះបីជានាងមានអាយុជាង30ឆ្នាំទៅហើយក៏ដោយប៉ុន្តែនាងនៅតែមានមន្តស្នេហ៍ហើយនាងមិនចង់បាត់បង់ឱកាសជួបគ្នាឡើងវិញឡើយដូច្នេះនាងក៏បានទៅរកដាសានភ្លាមៗនិងបានសម្ប៉ោអាហារគេមួយពេលមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានណាត់ជួបគ្នាជាលើកដំបូងយូរងបានតុបតែងខ្លួនយ៉ាងស្អាតដោយស្លៀករ៉ូបយ៉ាងសមសួនដែលបង្ហាញពីភាពទន់ភ្លន់របស់នាងក្នុងអំឡុងពេលញ៉ាំអាហារដាសានបានយកចិត្តទុកដាក់យ៉ាងខ្លាំងគេថែមទាំងបានមូមីអ៊ីតាលីយ៉ាងស្អាតរួចហូចឲ្យនាងទៀតផងបន្ទាប់ពីញ៉ាំអាហាររួចយូរងក៏កាន់តែមានចិត្តស្រឡាញ់លើគេកាន់តែខ្លាំងហើយក្នុងចិត្តរបស់នាងក៏ចាប់ផ្ដើមមានអារម្មណ៍ល្អៗចំពោះគេដើម្បីអាចជួបដាសានម្ដងទៀតយូរងបានខ្មងមិនបំពងរៀងរាល់យប់ប៉ុន្តែមិនមែនគ្រប់ពេលសុទ្ធតែបានជួបគេជាអ្នកដឹកឲ្យនោះទេរហូតដល់ទីបំផុតកិច្ចខំប្រឹងប្រែងរបស់នាងក៏បានសម្រេចគឺនាងបានជួបដាសានជាអ្នកដឹកមកឲ្យផ្ទាល់យប់នោះអ្នកទាំងពីរបានញ៉ាំមុនបំពងបណ្ដាលនិងជជែកគ្នាលេងបណ្ដាយ៉ាងសប្បាយរីករាយយូរងដែលមិនសូវជាផឹកស្រាក៏សពឹងជោគជៀមហើយក៏បានឃើញលោកនៅសាឡុងដែលសាន់ដែលមានចិត្តល្អបានឃើញបន្ទប់ម្ចាស់រញ៉េរញ៉ៃបន្តិចក៏បានជួយរៀបចំយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីរៀបចំរួចគេក៏បែកញើសយ៉ាងខ្លាំងទើបសម្រេចចិត្តចូលងូតទឹកបន្តិចបន្ទាប់ពីដាសានងូតទឹករួចគេបានឃើញយូរងគេនៅលើគ្រែយ៉ាងស្កប់ស្កល់គេក៏បានចូលទៅជួយដណ្ដប់ភួយឲ្យនាងយ៉ាងថ្នមតានៃកំពុង